ពេលឃើញប៉ប៉ទិញកាដូឲ្យអ៊ីឡាចឹងមានអារម្មណ៍មិនដែរជាប្អូនណាគាត់ថាម៉េចមានអារម្មណ៍ថាសប្បាយចិត្តប៉ុន្តែអ៊ីឡាមកយកអញ្ចឹងគិតមិនអាណិតអពតអត់ទេធម្មតាបងខ្ញុំធ្វើត្រូវកុំឲ្យគេមកនិយាយចិត្តងាយមែនចុះបងឯងបើខ្ញុំមែនខ្ញុំយកបាត់ថ្ងៃដំបូងបើសិនជាខ្ញុំជាឡាយខ្ញុំធ្វើដោយឡាយដែរចោលថាតែគេយកអ្នកផ្សេងយកអ្នកផ្សេងយកទៅខ្ញុំខ្វល់ទេមែនតើណាមែនតើសួរគេយកអ្នកផ្សេងក្តៅលើក្តៅឆាវលើអត់ក្តៅទេព្រោះខ្ញុំក្តៅខ្ញុំញ៉ាំ idol សួរមែនតើតាឥឡូវថាកាដូនោះគេតែងតម្រូវយកថ្ងៃហ្នឹងបើយកមកយកសួរថាគេជាម្ចាស់កាដូគេអន់ចិត្តតើគេអន់ចិត្តដែរប៉ុន្តែយើងត្រូវតែតស៊ូព្យាយាមចឹងណាយើងចង់ត្រូវយើងតាមគេមែនយើងតាមគេត្រូវតែចឹងមែនលឿនគេមែនលឿនត្រូវទេអូខេលឺថាប៉ប៉ចង់លេងchallenge ទិញ18ទៀតហ៎អូយសាហាវមែនមែនតើណាលេង challenge មួយបងអូនមកចង់បើសិនជាចង់ញ៉ែបងខ្ញុំតឆ្លងបំពេខ្ញុំមែនចាំខ្ញុំទៅជួយច្រៀងកន្លងផ្នែក2005អូខេអត់ទេអត់យកម្ចាស់កាដូគេមកយកហើយឥឡូវមិនដែរអូខេងាយអ្នកនរគ្នាឥឡូវយើងជូនរង្វាន់ទៅម្ចាស់កាដូចង់បានទៀតអត់18អូខេអ្នកនរគ្នានិយាយទៅបើសិនជាវីដេអូនឹងផ្ទុះបន្ទាប់ខ្ញុំនឹងមាន challenge លេងយក18បន្តអរគុណច្រើនទៅហើយអ្នកនរគ្នាណាកៅភ្នែកញីហាមិនអោយមើលស្រេកផ្សេងឡើយអូនខែបារម្ភយ៉ាងហ្នឹងរៀបការតែម្ដងទេឲ្យសិនអូនឲ្យបងនៅបងខ្លាចបងក៏មិនបានត្រឹមតែជាសង្សារនឹងក៏ចំណាយ$6ឲ្យចំគោលដៅទាំងអស់គ្នានឹងទទួលបានស្បែកមុខស្អាតមកវិញមកសារតែ feedback ទៅជាមួយនឹង Aster Moon Cream មកនិយាយពីថាតើក៏ដីណាស់តែខ្ញុំខ្ជិលផុសតាជាស្ដាយអ្នកនរគ្នាមើលខ្ញុំមិនដបក៏មិនជាមនុស្សដែលមានស្បែកមុខស្អាតដែរមិនកប់រោគតិកទៅហើយអ្វីដែលសំខាន់ណាស់គឺស្នាមច្រើនតែម្ដងតែនៅពេលដែលខ្ញុំបានសាកប្រើជាមួយ Aster Moon Cream សាកតេស្តស្អីហើយអ្នកដែលធ្លាប់ជួបខ្ញុំនៅក្រៅក៏គាត់ដឹងហើយតើតង់ជាមួយនឹងសាច់មុខខ្ញុំមួយអ្នកនរគ្នាមិនមែននិយាយថាខ្លួនឯងជាម្ចាស់ brand ហើយមកលើកផលិតផលរបស់ខ្លួនឯងណាព្រោះតែតែជនគាត់ប្រើប្រាស់ផ្ទាល់ទៅមិនណាគេមិនវ៉ារ៉ជាមួយនឹង Aster Moon Cream តែលាបឲ្យតែប្រើប្រាស់គឺដឹងតែស្អាតយកតែម្ដងអញ្ចឹងឥឡូវនេះហើយចំណាយលើចំគោលដៅទាំងអស់គ្នានឹងទទួលបានស្បែកមុខមួយដែលអ្នកគ្នាចង់បានហើយចង់បានកាដូនឹងអត់ចង់អូខេអញ្ចឹងវីដេអូនឹងផុសនៅក្នុង page Aster បើសិនជាបាន view 1M ក្នុងរយៈពេល1ថ្ងៃទិញអាសារ៉ាធ្វើមិនធ្វើណាស្រាប់ fan អូយ 1M view ច្រើនមែនទេទៅបើ fan ស្រឡាញ់ដឹងតែគេធ្វើអាសារ៉ាយកបានហើយអូយមើលអូយ7300អូយអ្នកនរគ្នាសូមជួយខ្ញុំតិចមកមកអ៊ំទៅខ្ញុំបាននេះពីរ៉ាមីនេះហើយបើបានខ្ញុំចែក fan ខ្លះមកអ្នកនរគ្នាមកអូយខ្ញុំចែក Cream Dior ដល់ fan មួយឥឡូវប្រាប់ fan ទៅបងប្អូនគ្នាអ៊ំមួយថ្ងៃគឺខ្ញុំទិញដល់អាសារ៉ាភ្លាមខ្ញុំប្រាប់បងប្រាប់តែបងប្អូនគ្នាជួយខ្ញុំតិចណាស់អ្នកនរគ្នាណែខ្ញុំចង់បានឈុតនងព្រួយថ្លៃខ្លាំងតែសារ៉ាមាននេះមួយអីទៅដូរអាសេបានអូខេចាំបងប្អូនគ្នាជួយសារ៉ាបន្តិចមកណាមកអ៊ំខ្ញុំអូខេឥឡូវចង់ដឹងថា fan សារ៉ា fan វិញនេះ fan សារ៉ាមានកម្រិតណាអញ្ចឹងអ្នកនរគ្នាកុំភ្លេចធ្វើការ like share ដើម្បីសារ៉ាទទួលបានកាដូនេះពីខ្ញុំបានខ្ញុំបាត់ទឹកចិត្តណាសារ៉ាជឿលើនិស័យអត់ជឿមាននិស័យមិនជួអ៊ំនិស័យគឺបើជួគ្នាទេមិនថាជឿមិនតាពេលខ្លះខ្ញុំគិតថាចេះតែបានជួបសារ៉ាឯងមានអារម្មណ៍ថាបើសារ៉ាឯងគឺជាកែសំណាងរបស់ខ្ញុំហ្មងមិនសពកាប់គ្រួហ្នឹងឯងខំស្ដាប់តាចឹងខ្ញុំដូចគ្នាមានជួបវីតែមានអារម្មណ៍ថាជីវិតមានន័យយល់បែបជាង idol នឹងទៀតយល់បាទខ្ញុំគិតថាតែបើសិនជាយើងគួយនិយាយលេងមួយគ្នានៅឆ្នេរសមុទ្រណាយល់បែបហ្នឹងវារ៉ូមែនទិកជាងនឹងទៀតបរិយាកាសចាំតិចទៀតក៏បានដែរតែមានអារម្មណ៍ថាពេលដែលចាប់ផ្ដើមស្គាល់សារ៉ាគឺអ្វីគ្រប់យ៉ាងគឺផ្លាស់ប្ដូរហ្មងមិនតែមិនតែតាំងពីជីវភាពតាំងពីលុយច្រើនជាងណារូបរាងហើយតាំងពីទំហំស្នេហ៍អូខេវាផ្លាស់ប្ដូរច្រើនណាស់ឡើយអូយតោះហាមមាត់ហ្នឹងមកចឹងមកចឹងដល់ពេលផ្អែមច្រើនពេកហើយមិនតានតាពេលខ្លះទៅញ៉ាំចង់និយាយទេព្រោះពេលនិយាយទៅដឹងតាគេស្ដាប់ទៅគេរៀងអៀនយល់អៀនមែនដែរស៊ីក្បាច់ជង្គង់ទាំងឯងអស់មួយនេះអៀនពេកហើយបានស្ដីផ្អែមនៅថា fuck idol មែនអាហ្នឹងវាមួយហើយមួយទៀតថាចង់ព្រោះសារ៉ាឯងខែក្រោយយើងទៅសៀមរាបយកទៅថតលេងនិយាយរឿងក្នុងចិត្តអីចឹងអូតែអត់ឲ្យតែបួលឲ្យតែតនេក៏ទៅហើយតែណែនអូខេចឹងកក់ហើយចា